ធ្វើរឿង7យ៉ាងនេះដដែលជីវិតយើងនឹងផ្លាស់ប្ដូរ 1. កុំញ៉ាំឆ្អែតពេកញ៉ាំឆ្អែតធ្វើឲ្យយើងងងុយគេងប៉ះពាល់ដល់ការងារពេលថ្ងៃទម្លាប់គេង20នាទីពេលរសៀលទើបមានកម្លាំងធ្វើការ 2. ទុកអ្វីដែលខ្លួនស្រឡាញ់មួយឡែកសិនធ្វើអ្វីដែលបង្កើតចំណូលឲ្យខ្លួនឯងសិនចាំធ្វើរឿងដែលខ្លួនស្រឡាញ់ចូលចិត្តជាក្រោយ 3. បង្កើនសមត្ថភាពខ្លួនឯងអ្វីដែលខ្លួនចង់ធ្វើស្រាវជ្រាវពីវារៀនពីវាធ្វើវារហូតដល់ក្លាយជាមនុស្សជំនាញជាងមនុស្ស 90% នៅលើទីផ្សារ 4. ធ្វើអ្វីក៏ដោយត្រូវតែអត់ធ្មត់ចំណាយពេល3ទៅ6ខែធ្វើរឿងមួយឲ្យចេញជាផ្លែផ្កាចាំតែធ្វើរឿងបន្ទាប់ 5. រៀនប្រើប្រាស់បណ្ដាញសង្គមវាជាកន្លែងដែលអ្នកអាចបង្ហាញពីអ្វីដែលអ្នកធ្វើទៅកាន់មនុស្សជុំវិញខ្លួនមិនមែនជាកន្លែងមកអួតគ្នានោះទេ 6. កុំគិតស្មុគស្មាញពេករៀនប្រើខួរក្បាលបន្តិចប៉ុន្តែកុំធ្វើឲ្យរឿងស្រួលទៅជារឿងពិបាករឿងខ្លះនិយាយតែពីវិបត្តិគឺចប់ហើយ 7. ត្រូវតែឧស្សាហ៍បើកអាជីវកម្មត្រូវតែចុះមើលផ្ទាល់ការងារខ្លួនឯងត្រូវតែធ្វើឲ្យចប់បើខ្ជិលនឹងធ្វើឲ្យអ្នកឈឺច្រើនគិតច្រើនកាន់តែមានអារម្មណ៍ថាខ្លួនឯងគ្មានបានការ Visit Asia